bà mắt con chọc chùm rơ cho xà lạt ở bằng phát này sắp dừng hơi. Bần tù con cái bón na, con bàn chọc nị tê ai cái tê cả nịch vịt tìa, rục vịt tìa nâng kì mi vịt tìa. Thạc con pro sắt, sài bàn bàn man nạc bàn no, buộc Việt Hà nị tê ai xâm rạp pro riêng bàn no, bàn té sài riêng giảm ích. Bần tù rập bò con cái bó chiang pro ai tiết thông. ពេលនេះការបញ្ជាទំនិញច្រើនយើងធ្វើក៏មិនតាន់ដែរត្រូវមានម្នាក់ឈប់រៀននៅប្រទេសជួយយើងទើបបង្ហើយតាន់ពេលផ្ដល់ទំនិញជូនអតិថិជនគ្រាមុនណាប្រកល់យឺតគេថាឲ្យខ្ញុំហើយខ្ញុំអង្វរគេទើបគេមិនពិន័យផាគ្រួសារយើងបើមិនធ្វើមានលុយអាណាចាយកូនរោធ្វើជាកម្មករប្រាក់ខែមិនគ្រប់ចាយគ្មានផ្ញើមកប្រទេសបានមួយរៀលណាផង ប្រសិនបើចប់រៀនមានតែកូនរីចុះចៅអើងជាកូនប្រុសត្រូវតែរៀនឲ្យខ្ពស់ដើម្បីក្រោយនេះសងគុណពុកម្ដាយទៀតកូនរីតបាញ់បានល្អអាស្រ័យវាទើបគេបញ្ជាទំនិញរបស់គ្រួសារយើងកូនស្រីចាំបាច់អីរៀនខ្ពស់មែនហើយប៉ាវានិយាយចឹងក៏ត្រូវដែរចាំយប់យើងរើពាកនិយាយជាមួយកូនរីប៉ាប្រាប់ណាគ្រួសារយើងមានការបញ្ជាទំនិញត្បាញកន្ត្រកច្រើនណាស់ពេលអ្នកបងប្អូនទៅរៀនពេញមួយថ្ងៃប៉ាម៉ាក់ធ្វើមិនតាន់ ទៅរៀនមកកូនជួយប៉ាម៉ាក់យកកូនខំត្បាញដល់យប់ជ្រៅបន្តិចធ្វើឲ្យតាន់ពេលជួយគេណាប៉ា ប៉ាម៉ាក់គិតថាពីអ្នកបងប្អូនកូនត្រូវតែមានម្នាក់ឈប់រៀននៅប្រទេសជួយធ្វើការទៅរៀនរួចក៏ដើម្បីរកលុយដែរឥឡូវកូនត្បាញបានល្អអាចរកបានលុយហើយមិនចាំបាច់ទៅរៀនទៀតទេទុកឲ្យបងអឹងរៀនបន្តកូនប្រុសរៀនឲ្យបានខ្ពស់ក្រោយនេះនឹងមើលថែប៉ាម៉ាក់គ្រាចាស់ អ៊ំរិចអញ្ចឹងទៅកូនមិនព្រមទេកូនចង់រៀនតទៅទៀតពេលរៀនចប់កូនអាចរកលុយចិញ្ចឹមឪពុកម្ដាយបានដែរហើយមិនដេចប៉ាម៉ាក់បែងចែកកូនប្រុសកូនស្រីអញ្ចឹងបើប៉ាម៉ាក់បង្ខំឲ្យកូនឈប់រៀនកូននឹងទៅពឹងប្រជាអធិការហើយ អញមានឃើញបងរោធ្វើជាកម្មករនៅទីក្រុងទេមានផ្ញើមកផ្ទះបានមួយដងណាចិញ្ចឹមប៉ាម៉ាក់ឯណាណ៎ហើយសម្រាប់អញ្ចឹងចុះមិនបាច់និយាយច្រើនទេណា កូនរីនេះកូនស្រីតែវារឹងក្បាលវាទៅវត្តមួយអាទិត្យហើយឮថានៅជាមួយលោកយាយនៅក្នុងវត្តប៉ាវាទៅវត្តពឹងគ្រូចអធិការដេញវាមកប្រទះវិញទៅប៉ាម៉ាក់ធ្វើការហត់នឿយប៉ុន្តែវានៅចង់ទៅរៀនទៀត ថ្ងៃមុនខ្ញុំបានទៅវត្តរួចហើយបានពឹងចៅអធិការដេញវាមកផ្ទះដែរតែព្រះអង្គមិនព្រមនៅទាំងស្ដីឲ្យខ្ញុំថាគំនិតរះផងបង្កើតបានកូនតែមិនចេះចិញ្ចឹមឲ្យកូនរៀនសូត្រត្រឹមត្រូវបង្ខំឲ្យនៅផ្ទះរកលុយគឺសាងបាបកម្មផ្ទុយនឹងឱវាទរបស់ព្រះអង្គមានឯកាថាទុកឲ្យកូនរីនៅវត្តប្រមាណថ្ងៃវត្តគិតអានឲ្យវារៀនសូត្រពេលណាប្តីប្រពន្ធយើងគិតសមស្របបំពេញបានតួនាទីរបស់ខ្លួនទើបឲ្យនាំវាមកផ្ទះវិញ សាទរសូមលោកអនុគ្រោះដោយសារប្រទេសខ្ញុំក្រពេកមិនដឹងធ្វើយ៉ាងណា អាឡូមីងទៅឬមានការអីហ្នឹងបាទពិតជាសំណាងណាស់ទូខ្ញុំពិភាក្សាជាមួយនឹងប្រពន្ធរួចជម្រាបជូនមីងជាក្រោយណាបាទត្រូវរូតទេមិនដូច្នេះគឺបាត់មួយមានវិធីឲ្យមកវាមីងទៅខាងមីអណ្ដើកធ្វើការណែនាំយកប្តីប្រទេសក្រៅឯនោះបានប្រាប់ថាមានក្រុមតៃវ៉ាន់មកចង់ណែនាំឲ្យកូនរត់របស់យើងវាចាក់ដែរហើយជាពួកម៉ាយប៉ុន្តែវាមានណាស់កូនរោយើងយកវាតែយើងនឹងបានបដូរវាសនាហើយលឺមីងទៅថាយកដីបរទេសសុកស្រួលណាស់មិនចាំបាច់ធ្វើអ្វីទាំងអស់ប្តីចិញ្ចឹមនឹងផ្ញើលុយមកផ្ទះជូនប៉ាម៉ាក់សំផ្ទះទិញឡានលុយចាំមិនអស់មកវានៅចាំទេថានាងរតកូនស្រីធីបេនៅស្រុកណាមហុងនោះមានប្តីតៃវ៉ាន់កាលពីឆ្នាំទៅស្រួលណាស់ពុកម្ដាយតកុំតកើង ពុទ្ធោព្រះអសូរដល់គ្រួសារខ្ញុំហើយបើកូនមានប្តីធូធានៅប្រទេសក្រៅវានឹងជួយដល់ប្អូនហើយជួយចិញ្ចឹមប្តីប្រពន្ធយើងបានផងកូនរីមិនចាំបាច់ឈប់រៀនទៀតដែរប៉ុន្តែខ្ញុំខ្លាចកូនប្រសាចាស់កូនរោវាមិនព្រមវាត្រូវតែស្ដាប់យើងម៉ែវាមានចាំពាក្យថាម្ដាយទុកឪពុកដាក់ទេអី យើងដាក់វានៅកន្លែងល្អមិនមែនដាក់កន្លែងស្លាប់ឯណាដែលបារម្ភថាវាមិនព្រមនោះ
ដូច្នេះប៉ុន្មានថ្ងៃទៀតយើងទៅវត្តសុំគ្រូអាចារ្យអធិការនាំកូននារីមកផ្ទះបានហើយថ្វាយបង្គំលោកគ្រូជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃសិលយើងខ្ញុំបានមកវត្តស្របពេលសុំគ្រូចាអធិការនាំកូននារីទៅផ្ទះវិញ ចូលអ្នកទាំងពីរមានកិច្ចច្បាស់ហើយនៅឬក៏ចង់ឲ្យក្មួយរីឈប់រៀននៅផ្ទះត្បាញកន្ត្រក អូស្លាប់ហើយមិនដេចថាឲ្យកូនឈប់រៀនអញ្ចឹងដើមឆ្នាំប្រជុំសមាគមបានចោះឈ្មោះជាគ្រួសារ5មិនមាន3ជ្រះហើយតើគឺមិនមានកូនឈប់រៀនពាក់កណ្ដាលទីថាភ្លេចហើយឬ ដោយសារគ្រួសារខ្ញុំក្រពេកឲ្យវាទៅរៀនគ្មានអ្នកណាធ្វើការប្រឹងឲ្យអាចៅអឹងកូនប្រុសទៅរៀនបានចាប់ចង់ចាប់ដើមបានហើយកូននារីនៅប្រទេសប្រកបរបររកលុយសុចរិតតើ ប៉ុន្តែវានៅក្មេងជាអាយុវ័យសិក្សាស្របច្បាប់រដ្ឋក្មួយរីរៀនពូកែផងខ្ញុំចាំថាថ្នាក់ទី9គេប្រឡងសិស្សពូកែគណិតវិទ្យាជាប់បានលេខ3ថ្នាក់ស្រុកផងយើងត្រូវឲ្យកូនរៀនសូត្រដល់កោះដល់ត្រៃទៅក្រោយនេះជួយដល់គ្រួសារភូមិស្រុកបានជាកូនបង្កើតទាំងអស់ប៉ុន្តែថារើអើងបែបនេះមិនត្រូវទេណា បងស្លីមនិយាយត្រូវអ្នកទាំងពីរមកវត្តរលសិលតែផ្លេចនៅអវត្តរបស់ព្រះក្នុងវិន័យព្រះបានចែងនៅសមាភិបទាំង10យ៉ាងក្នុងនោះព្រះអង្គបានផ្ដល់អវត្តថាសត្វលោកទាំងឡាយមានភាពស្មើគ្នាដោយគ្មានការរើអើងទេពេលប្តីប្រពន្ធអ្នកបែងចែកកូនប្រុសស្រីដូចនេះធ្វើខុសនឹងពុទ្ធវាទដឹងដែរឬទេឋានៈជាពុកម្ដាយគឺត្រូវតែបីបាច់ថែទាំកូនមិនទុកឲ្យវាធំឡើងដោយក្តីអៀនខ្មាស់ជឿចាប់ដុនដាបឲ្យកូនរៀនសូត្រចេះដឹងទៅក្រោយនេះវាសាងបានអាជីពសុចរិតជៀសវាងពីផុតទុក្ខភ័យអកុសលទាំងពួង បាទជំរាបព្រះអង្គគ្រូយើងខ្ញុំរកបានវិធីផ្សេងហើយមិនឲ្យកូនរីឈប់រៀនទៀតទេកូនស្រីច្បងធ្វើកម្មករកាត់ដេរនៅទីក្រុងប្រាក់ខែទាបគ្រប់ចែកបំណោះមិនអាចចិញ្ចឹមប្អូននិងពុកម្ដាយបានអ្វីទាំងអស់ពេលនេះវាដល់វ័យរៀបការហើយយើងខ្ញុំពឹងអ្នកណែនាំឲ្យវាមានប្តីតៃវ៉ាន់ទៅស្រុកនោះមានវាបានសុខស្រួលនៅទាំងផ្ញើលុយមកគ្រួសារក៏ធូរស្រាលកូនរីមិនបាច់ឈប់រៀនទៀតទេ ចូលអ្នកទាំងពីរបានសួរយោបល់វានៅ ពុកម្ដាយទុកដាក់កន្លែងណាវាព្រមនោះហើយតាមពុទ្ធវាទធ្វើជាពុកម្ដាយត្រូវទុកដាក់កូនចៅមែនទេលោកគ្រូ អ្នកទាំងពីរគិតដូច្នេះខុសទៀតហើយព្រះអង្គមានឱវាទថាជាពុកម្ដាយត្រូវតែណែនាំកូនជ្រើសគូឲ្យសមស្របចុះមិនមែនបង្ខំកូនទេណាដល់ពេញវ័យការសម្រេចជ្រើសគូស្រកររបស់កូនអាស្រ័យទៅតាមព្រះម្នាក់ៗរឹតបន្តឹងប្រេងខ្លាញ់មិនក៏បីបង្ខំប្រេងព្រិតឡើយគឺជាទស្សនៈសមាភិបដោយទស្សនៈថាពុកម្ដាយទុកដាក់កន្លែងណាកូនតាមនោះគឺមិនត្រឹមត្រូវទេការទុកដាក់កូនចៅមិនក៏បីសម្លឹងទ្រព្យរបស់គេតែត្រូវមើលអំពីអត្តចរិតចរិយាសម្បត្តិវប្បធម៌ទាំងសងខាងចុះសម្រុងគ្នាចេះចែករំលែកទុកជាមួយនឹងគ្នាទើបសុភមង្គលជាយូរអង្វែងបាន ថានិយាយឲ្យកូនមានប្តីបរទេសកូនសុខស្រួលស្រួលមែនឬទេរៀបការដូចគ្មានក្តីស្នេហាមិនស្គាល់ចិត្តគំនិតសិលធម៌យ៉ាងណាភាសារបៀបរបបប្លែកកូនយើងទៅនោះវាសម្រាប់បានដែរឬទេមានករណីជាច្រើនមានប្តីបរទេសទៅស្រុកគេត្រូវគេវាយដំញោមញីត្រូវវិលមកស្រុកវិញតើថាបានគិតដល់ស្ថានភាពនោះនៅ អ្វីៗលើលោកតែងតែមានហេតុហើយនឹងផលតាមពុទ្ធវាទពុកសាងអំពើមិនល្អកូនមិនអាចជួយជំនួសបានឡើយកូនសាងអំពើមិនគប្បីពុកក៏មិនអាចជួយជំនួសបានដែរសាងល្អបានល្អសាងអាក្រក់បានអាក្រក់មានន័យថាធ្វើបាបបានបាបធ្វើល្អបានល្អពុកប្រព្រឹត្តអំពើអាក្រក់កូនមានអាយុមិនវែងកូនប្រព្រឹត្តខុសពុកក៏មានអាយុមិនវែងដែរធ្វើបុណ្យបានបុណ្យធ្វើអាក្រក់មានទោស កូនដែលរស់នៅក្នុងគ្រួសារមានសុភមង្គលមានពុកម្ដាយយកចិត្តទុកដាក់ថែទាំអប់រំខ្លាចជាមនុស្សជោគជ័យជាងកូនដែលពុកម្ដាយមិនយកចិត្តទុកដាក់ថែទាំអប់រំបើអ្នកទាំងពីរចង់ច្រូតបានផលល្អត្រូវតែសាបក្របពូជល្អជាងមុនសិន យើងខ្ញុំពិតជាល្ងងមែនហើយសូមព្រះអង្គគ្រូអភ័យទោសផង
ដោយសារតែទីតល់ទើបគិតខ្លី ថាសមាគមនារីឃុំបានជំនួយគម្រោងការអភិរក្សនិងអភិវឌ្ឍរបស់ត្បាញឫស្សីនិងផ្ដៅរបស់ជនរួមជាតិខ្មែរយើងថ្ងៃមុនអញ្ជើញប្រជុំប៉ុន្តែថាជាប់រវល់មិនបានចូលរួមបងប្អូនចូលរួមក្នុងក្រុមនិងបានផ្ដល់ប្រាក់កម្ចីផលិតផលត្រូវបានក្រុមហ៊ុនធានាប្រមូលទិញឥឡូវត្រូវការមនុស្សដែលមានជំនាញដូចជាថានិងក្មួយរីសមាគមនារីនឹងជួយឲ្យថាខ្ចីលុយបើកលុយឲ្យកម្មករក្មួយរីមិនចាំបាច់ឈប់រៀនទៀតទេបន្ទាប់ពីមករៀនថានឹងរីណែនាំបងប្អូនត្បាញទាំងជួយគ្រួសារផងប្រទេសរបស់ជនអ្នកដទៃផងរក្សានៅរបស់ប្រពៃណីរបស់ជនរួមជាតិយើងផងក្រោយនេះក្មួយរីបង្កើតបានសហករណ៍និងអភិវឌ្ឍសេដ្ឋកិច្ចខ្លាយជាអ្នកមានក៏ថាបានដែរក្មួយរីវាឆ្លាតវៃតើអរគុណអ្នកអរគុណប្រជាធិការដែលជួយខាត់យើងខ្ញុំធ្វើអំពើល្ងងខ្លៅលើកូនស្រីរបស់ខ្លួនបានទាន់ពេលប្រជាធិការឲ្យយើងខ្ញុំនាំកូនរីទៅប្រទេសបន្តការរៀនសូត្រនិងចូលរួមក្រុមត្បាញផ្ដៅឫស្សីរបស់សមាគមនារីចា កូនតបតាជាមួយប៉ាម៉ាក់តរៀនផងធ្វើការក្នុងក្រុមត្បាញផងណាប៉ា អរគុណប្រជាធិការអរគុណសមាគមនារី